រឿងម៉ារតៈព្រាហ្មណ៍ចិញ្ចឹមដេរឆានប្រសើរជាងចិញ្ចឹមភរិយាក្បត់ក្នុងការដែលកន្លងទៅហើយមានព្រាហ្មណ៍ម្នាក់ឈ្មោះថាម៉ារតៈនៅឯក្រុងមួយក្បែរស្ទឹងច័ន្ទភាតាថ្ងៃមួយម៉ារតៈព្រាហ្មណ៍បានចេញទៅជួញឯនគរតកសិលាលុះត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានឃើញឆ្កែមួយស្គមនៅសល់តែឆ្អឹងនេះឆ្កែនោះហើយត្រូវអង្គេស៊ីជ្រុះរោមអស់ដេកនៅក្រោមសាលាសំណាក់មួយបុរសនោះក៏មានចិត្តសេចក្តីអាណិតអាសូរចំពោះឆ្កែនោះជាពន់ពេកក៏បានផ្សំថ្នាំឲ្យផឹកជាមួយរំពេចតែម្ដងឆ្កែនោះក្រោយពីបានព្យាបាលរួចហើយក៏មានសេចក្តីស្រឡាញ់តាមម្ចាស់ដើរទៅតាមជារហូតទៅព្រាហ្មណ៍បានចិញ្ចឹមឆ្កែនោះដោយសេចក្តីសង្គ្រោះដល់ពេលខាងក្រោយមកភរិយារបស់ព្រាហ្មណ៍បានសម្រាលកូនមិនរួចពេទ្យក៏សម្រេចចិត្តយកកំបិតកាត់នៅកូននោះជាកំណាត់តូចធំយកចេញមកក្រៅផ្ទៃឯម៉ារតៈព្រាហ្មណ៍ជាស្វាមីបានឃើញដូច្នោះក៏កើតសេចក្តីសង្វេគនឿយណាយនៅក្នុងការគ្រប់គ្រងផ្ទះក៏បានលាភរិយាទៅបួសជាតាបោះនៅក្នុងព្រៃតែម្នាក់ឯងតែម្ដងទៅឯភរិយារបស់ម៉ារតៈព្រាហ្មណ៍មិនយូរប៉ុន្មានក៏បែកចិត្តទៅនៅរួមរស់ជាមួយនឹងបុរសដទៃទៀតហើយបានចងគំនុំប្រទុះនឹងព្រាហ្មណ៍ដែលជាប្តីដើមដោយគិតថាម៉ារតៈព្រាហ្មណ៍នេះមានចិត្តអាក្រក់ណាស់លះបង់ចោលអញរត់ចោលទៅបួសយកសុខតែម្នាក់ឯងឥតគិតគូរដល់អញបន្តិចសោះឡើយគិតដូច្នោះហើយក៏និយាយប្រាប់ប្តីយ៉ងថាបបិទ្ធអ្នកស្វាមីអើយអ្នកត្រូវតែសម្លាប់ម៉ារតៈព្រាហ្មណ៍ដែលជាប្តីដើមរបស់ខ្ញុំមានចិត្តដែលកំណាចនោះចោលចេញទៅក្រែងលោថ្ងៃក្រោយវាត្រឡប់មកវិញណាឯសត្វឆ្កែបានស្ដាប់ពាក្យរបស់នាងនោះហើយក៏រត់ទៅនៅក្នុងព្រៃជាមួយនឹងម៉ារតៈតាបោះនោះទៅថ្ងៃមួយបុរសជាប្តីចុងនោះក៏បានកាន់ធ្នូហើយនឹងបំពង់ព្រួញចូលទៅក្នុងអាស្រមរបស់តាបោះនោះបានចេញទៅរកផ្លែឈើនិងមើមឈើជាអាហារបាត់ទៅគឺនៅសល់តែឆ្កែដេកចាំអាស្រមតែប៉ុណ្ណោះដូច្នេះបានន័យថាប្តីចុងនេះបានចេញមកសម្លាប់តាបោះតែអត់ជួបអញ្ចឹងតែនៅពេលដែលមកដល់ហ្នឹងគឺមានតែឆ្កែទេដែលដេកនៅចាំអាស្រមណាឯបុរសនោះកាលបើមិនឃើញតាបោះក្នុងអាស្រមនោះហើយក៏អង្គុយពួនក្បែរចាំគុំឈើមួយឆ្កែក៏បានលោបចូលទៅខាំបន្លោះធ្នូបុរសនោះឲ្យដាច់អស់ទៅបុរសបានឃើញបន្លោះធ្នូដាច់ក៏ធ្វើឲ្យជាប់វិញឆ្កែក៏បានលោបទៅខាំបណ្ដាច់ទៀតអស់វិរៈជាច្រើនដងលុះដល់តាបោះត្រឡប់មកអាស្រមវិញបុរសនោះក៏ចងខ្សែធ្នូភ្ជាប់ព្រួញបំរុងនឹងបាញ់ឆ្កែក៏បានស្ទុះទៅខាំកន្ត្រាក់ឲ្យដួលដេកលើផែនដីដរាប់ដល់ដើរពុំរួចលំដាប់នោះតាបោះបានឮសំឡេងឆ្កែក៏ដើរចូលទៅព្រមដោយរហ័សបានឃើញវិបករៈដូច្នោះហើយមានសេចក្តីករណាអាណិតអាសូរបានថែទាំដំបៅបុរសនោះដរាបដល់ជាសះស្បើយហើយបញ្ជូនបុរសនោះឲ្យត្រឡប់ទៅផ្ទះវិញបាទអញ្ចឹងទៅបាញ់គេបែរទៅជាដួលអញ្ចឹងដួលមានរបួសមានអីបែរទៅជាតាបោះដែលជាប្តីដើមហ្នឹងមើលព្យាបាលថែឲ្យជាតែម្ដងបាទឯតាបោះនោះនៅក្នុងព្រៃជាសុខសេមសានខំចម្រើនឈាននឹងអភិញ្ញាឲ្យកើតឡើងដល់អស់អាយុក៏បានទៅកើតនៅក្នុងព្រហ្មលោក